សូមជម្រាបសួរអស់លោកអ្នកនាងកញ្ញាជាទីមេត្រីថ្ងៃនេះសូមលើកយកប្រធានបទមួយមកបង្ហាញថាចិនបានព្រមានអង់គ្លេសថានឹងប្រឈមមុខផលវិបាកប្រសិនបើខ្លួនមិនអនុម័តស្ថានទូតធំកាលពីម្សិលមិញថ្ងៃទី17ខែតុលាឆ្នាំ2025លោកប្រធានាធិបតីស៊ីជីនពីងនៃប្រទេសចិនបានស្ដីបន្ទោសចក្រភពអង់គ្លេសចំពោះការពន្យាពេលថ្មីដែលតាក់ទងទៅនឹងស្ថានទូតទំនើបនៅទីក្រុងឡុងដ៏ចម្រុងចម្រាស់របស់ខ្លួនដោយព្រមានលោកនាយករដ្ឋមន្ត្រី Sir Keir Starmer របស់ចក្រភពអង់គ្លេសថាអង់គ្លេសអាចនឹងប្រឈមមុខផលវិបាកប្រសិនបើគម្រោងនេះមិនត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះនៅក្នុងការផ្ទុះឡើងនៃរឿងដ៏រសើបមួយនេះទីក្រុងប៉េកាំងបានចោទប្រកាន់ទីក្រុងឡុងថាប្រព្រឹត្តដោយជំនឿអាក្រក់និងគ្មានភាពស្មោះត្រង់បន្ទាប់ពីនាយករដ្ឋមន្ត្រីបានរុញច្រានការសម្រេចចិត្តនៅលើគេហទំព័ររបស់គាត់ថាសូមឲ្យចិនរងចាំរហូតដល់ខែធ្នូចុងឆ្នាំ2025នៅក្នុងសាច់រឿងនេះសូមបើកវងកញ្ចក់បន្តិចដើម្បីឲ្យអស់លោកអ្នកនាងកញ្ញាយល់ពីដំណើររឿងនេះដោយសារប្រទេសចិនបានទិញទីតាំង Royal Mint Court នៅជិតអគារនៃទីក្រុងឡុងក្នុងតម្លៃ255លានផោនគិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកស្មើនឹង343លានដុល្លារសហរដ្ឋអាមេរិកជាមួយនឹងគម្រោងអភិវឌ្ឍវាទៅជាអគារស្ថានទូតថ្មីរបស់ប្រទេសចិនប្រចាំនៅចក្រភពអង់គ្លេសប្រសិនបើទទួលបានការអនុញ្ញាតនេះនឹងធំជាងគេនៅអឺរ៉ុបដែលមានផ្ទៃក្រឡាប្រហែល 20,000 ម៉ែត្រការ៉េគម្រោងនេះស្ថិតក្នុងការវិវត្តតាំងពីឆ្នាំ2018ហើយត្រូវបានរចនាដោយស្ថាបត្យករគឺលោក David Chipperfield អញ្ចឹងចំពោះស្ថានទូតចិនគឺមានបំណងពង្រីកផ្ទៃកន្លាឲ្យបានធំហើយចំពោះទីតាំងទៀតគឺវាស្ថិតនៅគៀកនឹងគេថា White Hall របស់ចក្រភពអង់គ្លេសនៃទីក្រុងឡុងសូមមកសាច់រឿងយើងបន្តទៀតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីនជៀនបានមានប្រសាសន៍ថាប្រទេសចិនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនិងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការពន្យាពេលនេះដោយបន្ថែមថាចក្រភពអង់គ្លេសត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនជាបន្តនិងគោរពការបដិញ្ញាចិត្តរបស់ខ្លួនបើមិនដូច្នេះទេភាគីអង់គ្លេសនឹងទទួលផលទាំងអស់សេចក្តីថ្លែងការណ៍ដ៏ខឹងសម្បារបានកើតមានឡើងគណៈពេលគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញបានន័យថាកាលពីថ្ងៃទី16ខែតុលាឆ្នាំ2025នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួនអំពីបញ្ហានេះគឺបានពន្យាពេលកំណត់សម្រាប់ការសម្រេចចិត្តនេះដែលជាពន្យាពេលលើកទី2ក្នុងរយៈពេល2ខែអគារ Royal Mint Court ត្រូវបានដាក់ឲ្យដេញថ្លៃហើយប្រទេសចិនដេញថ្លៃបានដែលហ៊ានឲ្យតម្លៃខ្ពស់ជាងគេដោយសារតែប្រទេសចិនមានគោលបំណងដើម្បីបង្វែរទីតាំង Royal Mint Court ក្បែរអគារនៃទីក្រុងឡុងទៅជាស្ថានទូតដ៏ធំបំផុតនៅអឺរ៉ុបផែនការនេះបានបិទសម្លេងរោនៅទូទាំង White Hall ដោយប្រធានសន្តិសុខបានព្រមានថាគេហទំព័រនេះស្ថិតនៅជិតខ្សែទំនាក់ទំនងសំខាន់ដែលរួមមានធនាគារនិងការិយាល័យរាជរដ្ឋាភិបាលដែលធ្វើឲ្យវាคล้ายជាមជ្ឈមណ្ឌលចារកម្មដ៏មានសក្តានុពលរបស់ប្រទេសចិនសូមធ្វើការវិភាគបន្តិច
បងណាដើម្បីឲ្យបងប្អូនបានយល់រឿងនេះកង្វល់សុវត្ថិភាពនិងការពន្យាពេលបាទអញ្ចឹងពាក់ព័ន្ធនឹងកង្វល់សុវត្ថិភាពហើយនឹងការពន្យាពេលនេះតើវាមានដំណើររឿងយ៉ាងម៉េចសំណើនេះបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិអ្នករិះគន់អ្នកនយោបាយរួមទាំងអតីតមន្ត្រីរបស់រាជរដ្ឋាភិបាលអង់គ្លេសនិងអ្នកជំនាញចារកម្មបានសម្ដែងការភ័យខ្លាចថាស្ថានទូតអាចបម្រើជាមជ្ឈមណ្ឌលចារកម្មឬជួយសម្របសម្រួលដល់សកម្មភាពខ្លំមើលដោយសារតែអគារនេះវានៅគៀកនឹងអគារ White Hall អញ្ចឹងនៅសហរដ្ឋអាមេរិក White House តែសម្រាប់ចក្រភពអង់គ្លេសគឺគេប្រើពាក្យថា White Hall លើពីនេះភាពជិតនៃគេហទំព័រនេះទៅនឹងហេដ្ឋារចនាសម្ព័ន្ធដ៏រសើបបានបង្កើនការជូនដំណឹងដើម្បីឆ្លើយតបទៅនឹងកង្វល់ទាំងនេះរាជរដ្ឋាភិបាលចក្រភពអង់គ្លេសបានពន្យាពេលការសម្រេចចិត្តរៀបចំផែនការជាច្រើនដងការពន្យាពេលថ្មីបំផុតដែលត្រូវបានប្រកាសនៅថ្ងៃទី16 ខែតុលាឆ្នាំ2025បានធ្វើឲ្យទំនាក់ទំនងការទូតកាន់តែតានតឹងរវាងចក្រភពអង់គ្លេសនិងមហាជនប្រទេសចិនបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដោយចោទប្រកាន់ចក្រភពអង់គ្លេសថាបានប្រព្រឹត្តដោយភាពមិនស្មោះត្រង់និងគំរាមកំហែងអំពីផលវិបាកប្រសិនបើគម្រោងនេះត្រូវបានរារាំងភាពតានតឹងទាំងនេះត្រូវបានផ្សំឡើងដោយករណីចារកម្មថ្មីពាក់ព័ន្ធទៅនឹងប្រទេសចិនដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែពិចត់ចំពោះផលប៉ះពាល់ជាយុទ្ធសាស្ត្រវិញលទ្ធផលនៃគម្រោងស្ថានទូតនេះមិនត្រឹមតែជាបញ្ហានៃការវិវត្តទីក្រុងប៉ុណ្ណោះទេប៉ុន្តែក៏ជាបញ្ហាការទូតដ៏សំខាន់ផងដែរការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសទំនងជានឹងមានឥទ្ធិពលលើការចូលរួមការទូតនាពេលអនាគតនិងបង្កើតគំរូសម្រាប់របៀបដែលកង្វល់សន្តិសុខជាតិមានតុល្យភាពជាមួយនឹងកាតព្វកិច្ចអន្តរជាតិអញ្ចឹងក៏សូមបញ្ចប់ត្រឹមប៉ុណ្ណឹងនៃសាច់រឿងនេះហើយជាចុងក្រោយសូមថ្លែងអំណរគុណដល់បងប្អូនដែលបានចូលស្ដាប់និងទស្សនានៅវីដេអូនេះហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននូវព័ត៌មានថ្មីៗពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចនិងនយោបាយនៅលើពិភពលោកសូមអរគុណ